Ok,សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីចិត្តថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺរបៀបឲ្យ user ដែលយើង send file ទៅហ្នឹងគឺគាត់មានសិទ្ធិview ទេនៅពេលដែលគាត់ receive ឯកសាររបស់យើងលុះត្រាតែគាត់ enable editing ទើបគាត់អាចedit file ហ្នឹងបានធ្វើអញ្ចឹងដើម្បីអីដើម្បីនៅពេលដែលកុំឲ្យមានន័យថា send ទៅឲ្យគាត់ភ្លាមគាត់បើកទៅ edit ច្រឡំដៃលុបនេះលុបនោះអញ្ចឹងដើម្បីការពារ file ហ្នឹងយើងត្រូវដាក់ឲ្យគាត់ view លុះត្រាតែគាត់ enable ខ្លួនឯងទើបការedit file ហ្នឹងបានអញ្ចឹងឧទាហរណ៍អ្នកនេះឧទាហរណ៍ខ្ញុំ enter ជាបញ្ជាក់គឺអត់មានទេគឺខ្ញុំចង់ insert text box insert shape អីគឺអត់មានទេវា blur អស់ហើយនៅលើនេះអូខេអញ្ចឹងរបៀបនៅពេលដែល user ចង់ edit អី user ត្រូវចុចកន្លែងនេះចុចកន្លែងហ្នឹងហើយត្រូវយកពាក្យថា editing អញ្ចឹងទើបអាចគាត់ enable ឡើងបានអ្នកឃើញទេអញ្ចឹងខ្ញុំអាច enable បានទេហើយខ្ញុំអាចធ្វើការ insert shape insert អីកន្លែងនេះគឺវាមានមកវិញហើយគឺវាលែងបិទហើយឃើញអញ្ចឹងខ្ញុំអាច edit file នឹងបានអូខេអាហ្នឹងគឺ apply ទាំងអស់មិនថា Excel PowerPoint ក៏យើងអាចធ្វើអញ្ចឹងបានអូខេជាពិសេសនៅតាមស្ថាប័នមួយចំនួនជាពិសេស file finance file account ឬក៏ HI កន្លែងហ្នឹងគួរតែដាក់ viewing សិនមុននឹងឲ្យ user គាត់ edit file ហ្នឹងអូខេឥឡូវរបៀបធ្វើឥឡូវខ្ញុំ copy ឯកសារហ្នឹងចុះអ្នកគ្នាខ្ញុំបង្កើត file មួយអូខេខ្ញុំដាក់វាទួយបន្តិចខ្ញុំបង្កើត file មួយចុះវិញខ្ញុំបង្កើត file ហ្នឹងធ្វើអ្នកគ្នាមើលហ្មងអូខេខ្ញុំយកអា text ហ្នឹងប៉ុន្តែកន្លែងនេះខ្ញុំដាក់ highlight ចេះដើម្បីចំណាំថាអាហ្នឹងគឺជា file ថ្មីរបស់ខ្ញុំអូខេខ្ញុំដាក់វានេះចេះអូខេរូបនេះខ្ញុំដូរដាក់ font ផ្សេងដើម្បីកុំឲ្យច្រឡំអាការមុនដើម្បីបញ្ជាក់ថារូបហ្នឹងរូបថ្មីអូខេចឹងអ្នកឃើញអញ្ចឹងឯកសារនេះសូមអ្នកគ្នាដូរឡើងនេះដាក់ view គឺមានថានៅពេលដែលសោទៅគឺវានឹង load មក editing វិញដែរបើសិនមកអ្នកគ្នាអត់ចេះ technique សោជាងកន្លែងហ្នឹងយើងមិនបាច់ចំការអីទេបើវា default មក edit ចឹងទៅប៉ុន្តែអ្វីដែលសំខាន់អ្នកគ្នាត្រូវធ្វើនោះគឺអាកន្លែងcell us អ្នកគ្នាឥឡូវខ្ញុំធ្វើការ cell us ឯកសារហ្នឹងមួយចុះអូខេខ្ញុំ cell us ឯកសារហ្នឹងមួយខ្ញុំយក cell us មួយចេះហ្មងអូខេតោះមកខ្ញុំរើសទីតាំងដែលខ្ញុំចង់ save អូខេឥឡូវខ្ញុំ save ដាក់នេះចុះខ្ញុំដាក់ថា report testing report testing report 2អូខេហើយខ្ញុំ save សម្រាប់អ្នកគ្នាចុច save ហ្មងគឺអត់ទៅអ្នកគ្នាត្រូវមើលរកពាក្យ tool ឯនេះ tool ហ្នឹងកន្លែងហ្នឹងអ្នកគ្នាយកពាក្យថា general option តបមកអ្នកគ្នាត្រូវ tick កន្លែងនេះអ្នកគ្នា read only recommendation read only recommended អញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងទៅអូខេអញ្ចឹងកាលមុនខ្ញុំប្រាប់ពីរបៀបដាក់ password ទេអញ្ចឹងបើសិនអ្នកគ្នាចង់ដាក់ password នេះក៏បានដែរប៉ុន្តែគោលបំណងមេរៀនហ្នឹងខ្ញុំអត់ចង់ដាក់ password ទេខ្ញុំចង់ឲ្យតែ user គាត់ទទួលបានទៅគឺ permission របស់គាត់គឺ view លុះត្រាតែគាត់ enable ទើបអាច edit file ហ្នឹងបានអូខេឥឡូវខ្ញុំចុចអូខេអ្នកគ្នាកុំភ្លេច tick អានេះអូខេហើយខ្ញុំ save អូខេខ្ញុំបិទចោលទាំងអស់ខ្ញុំបិទចោលអានេះចោលដែរតមកឯកសាររបស់យើងឈ្មោះថា testing report 2អ្នកនាងអូខេអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំ send ឯកសារហ្នឹងទៅពីណាគេម្នាក់តាម email Telegram ឬ Facebook ឬក៏ social media អីផ្សេងតមកគាត់បើកមើលវាជាប់អត់អូខេអ្នកនាងឃើញ file មិញ report 2ត្រូវអ្នកនាងឃើញអញ្ចឹងនៅពេលដែល user គាត់ទទួលបាន file របស់យើងហ្នឹងគឺអត់ទាន់បានធ្វើអីនេះគឺគាត់បានតែ view សិនទេលុះត្រាតែគាត់ចុចកន្លែងនេះទើបអាចគាត់edit បានអាច reviewing ឬក៏ editing ឥឡូវខ្ញុំចុចលើ editing ខ្ញុំ enter testing អូខេឃើញហើយអញ្ចឹង user គាត់អាច edit file នឹងបានហើយអញ្ចឹងគឺអា technique ហ្នឹងគឺវាសំខាន់សម្រាប់organization របស់យើងឬក៏មិនថាការសិក្សាគឺវាសំខាន់ដូចគ្នាព្រោះតែ manual editing ទើបគាត់អាចធ្វើអីបាននៅលើ file ហ្នឹងអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំចង់ចែកចម្លែកតែប៉ុណ្្នឹងទេជួបគ្នានៅមេរៀនបន្ទាប់បាយបាយ